សួរនេះខ្ញុំឈ្មោះឈឿនសំណាងបច្ចុប្បន្ននេះខ្ញុំកំពុងបន្តការសិក្សានៅវិទ្យាល័យចម្រើនផលនៅក្នុងរាជធានីភ្នំពេញហើយនេះខ្ញុំមកពីខេត្តបន្ទាយមានជ័យបច្ចុប្បន្ននេះខ្ញុំកំពុងស្នាក់នៅក្នុងផ្ទះបដិផ្លៃ Home ដែលជារបស់អង្គការដំណើរស្ត្រីផងដែរនេះខ្ញុំស្គាល់អង្គការដំណើរស្ត្រីតាមរយៈអ្នកគ្រូលោកគ្រូដែលជាបុគ្គលិកនៃអង្គការដំណើរស្ត្រីមុនពេលដែលខ្ញុំបានជួបអង្គការដំណើរស្ត្រីស្ថានភាពគ្រួសាររបស់ខ្ញុំមានការលំបាកដូចជាឪពុកម្ដាយរបស់ខ្ញុំគាត់ពុំមានលទ្ធភាពដើម្បីរកថវិកាដើម្បីឲ្យខ្ញុំសិក្សារៀនសូត្របន្តដូច្នេះហើយខ្ញុំបានបបង់ការសិក្សាចោលម្ដងហើយក៏បានមកបន្តការសិក្សាម្ដងទៀតនៅរាជធានីភ្នំពេញបច្ចុប្បន្ននេះអង្គការដំណើរស្ត្រីបានជួយដល់លោកខ្ញុំដូចជាផ្ដល់ជាផ្ទះបដិផ្លៃ Home ដែលមានសុវត្ថិភាពសម្រាប់ខ្ញុំនៅជាកញ្ចប់អាហារូបករណ៍ដែលមានដូចជាប្រាក់ឧបត្ថម្ភចាំខែនិងស្បៀងអាហារចាំខែនិងឯកសណ្ឋានសិស្សឬក៏ជាមធ្យោបាយធ្វើដំណើរសម្រាប់ខ្ញុំងាយស្រួលក្នុងការធ្វើដំណើរទៅសាលារៀនឬក៏ទៅឆ្ងាយនិងមានឋានៈបំណិនជីវិតសម្រាប់លោកនាងខ្ញុំបានស្គាល់អ្វីផ្សេងទៀតហើយក៏នឹងការចូលរួមកម្មវិធីផ្សេងទៀតរបស់អង្គការដំណើរស្ត្រីផងដែរបន្ទាប់ពីអង្គការដំណើរស្ត្រីបានជួយដល់នាងខ្ញុំជីវិតរបស់នាងខ្ញុំមានការផ្លាស់ប្ដូរជាច្រើនដូចជាមានការទទួលពីភាពកក់ក្ដៅពីលោកគ្រូដែលជាបុគ្គលិកនៃអង្គការដំណើរស្ត្រីហើយក៏មានជាផ្ទះបដិផ្លៃ Home ដែលមានសុវត្ថិភាពនិងមានហើយនាងខ្ញុំមានការកត់វិជ្ជាជាមុនខិតខំសិក្សារៀនសូត្រជាមុនហើយជាយាមអត់ធ្មត់ក្នុងការយកចំណុចខ្លាំងល្អដើម្បីជួយខ្លួនឯងឬក៏សង្គមនិងគ្រួសារផងដែរនៅពេលអនាគតនាងខ្ញុំចង់ក្លាយជាគ្រូបង្រៀនម្នាក់ដើម្បីជួយសង្គមនិងជាតិនៃប្រភូមិឲ្យរីកចម្រើននិងចង់បណ្ដុះបណ្ដាលពីជំនាន់ក្រោយឲ្យស្គាល់ពីតម្លៃនៃការសិក្សាជាមុនជាចុងក្រោយខ្ញុំសូមថ្លែងអរគុណទៅដល់លោកស្រីសេងសុនីដាដែលជាស្ថាបនិកនិងជានាយិកានៃអង្គការដំណើរស្ត្រីនិងម្ចាស់ជំនួយក៏ដូចជាលោកគ្រូដែលជាបុគ្គលិកនៃអង្គការដំណើរស្ត្រីទាំងអស់សូមអរគុណសូមជម្រាបលា